មានលុយ30000រៀលអត់ដឹងថាតែញ៉ាំស៊ុបនៅកន្លែងណាបានឆ្ងាញ់ហើយបានមកឆ្អែតណាបងប្អូនអាចសាកមកកន្លែងនេះបានខ្ញុំរីកខមមិនខ្លាំងមែនតើបងប្អូនស៊ុបមួយឆ្នាំនេះតែ30000ទេហើយបានទៅដល់3ដណ្ដប់មុខថែមទៀតណាហើយហាងមកកន្លែងនេះខ្ញុំស្គាល់តាម TikTok ដែរបងប្អូនហើយខ្ញុំសាកមកញ៉ាំបងប្អូនហើយបោះគេមែនស៊ុបបោះគេវាថាមួយឆ្នាំហ្នឹងបានទៅថាញ៉ាំបានដល់គ្នាដល់2 3នាក់អីហ៎ហើយមួយឈុត30000រៀលនេះគឺយើងបានទៅដល់3ដណ្ដប់មុខបងប្អូនដែលគេរៀបឲ្យយើងមានតាំងពីសាច់មានតាំងពីបន្លែឈាមទាវមានប្រហិតមានប្រគ្រឿងសមុទ្រហើយនឹងជាមួយនឹងថាគៀវបែបគៀវពងមាន់អីអញ្ចឹងណាបងប្អូនហើយឥឡូវនេះខ្ញុំធ្វើការដាក់បន្លែទាំងអស់ចូលក្នុងស៊ុបហើយបងប្អូនមើលអញ្ចឹងអាចឃើញថារៀងតិចដូចតិចចឹងប៉ុន្តែអត់តិចទេបងប្អូនគាត់ថាដាក់សាច់ដាក់បន្លែដាក់គ្រឿងមីដាក់អីចូលមកបានមួយឆ្នាំថាឡើងពេញមកហ្មងហើយបងប្អូនមកញ៉ាំហ្នឹងគេមាន free តែចិនឲ្យយើងមួយទៀតបងប្អូនយើងកំងស៊ុបមួយឈុតហ្នឹងទៅគេ free តែចិនឲ្យយើងមកថា1លីត្រហ្នឹងញ៉ាំហ្មងបងប្អូនអញ្ចឹងមិនបាច់ថាទិញទឹកទិញអីក្រៅថែមទេហើយស៊ុបហត់របស់គាត់មកកន្លែងនេះបងប្អូនញ៉ាំទៅមិនបាច់ថាខ្លាច់ហាងពេកឬក៏ខ្លាច់ហិលពេកអីគេមានហិលតាមកម្រិតអញ្ចឹងបើថានិយាយពីរសជាតិទឹកស៊ុបរបស់គេវិញគឺថាឆ្ងាញ់ហ្មងបងប្អូនអ្នកណាគេដែលថាចាញ់ក្លិនទឹកស៊ុបចាញ់ក្លិនស៊ីឈွန်អីហ្នឹងមកហត់នៅកន្លែងគាត់មកកន្លែងនេះដូចថាត្រូវម៉ាច់តែម្ដងនិយាយទៅទឹកស៊ុបរបស់គាត់នៅកន្លែងនេះគឺគាត់ធ្វើដោយខ្លួនឯងគាត់មានទិញដុំទិញអីយកមកធ្វើឲ្យបងប្អូនហើយកន្លែងគាត់មានលក់ស៊ុបស៊ីឈွန်ហើយមានលក់ជាប្រភេទគៀវអញ្ចឹងបងប្អូននិយាយទៅកន្លែងរបស់គាត់នេះគឺគេហៅភូមិមកគ្រឹះគៀវអញ្ចឹងហើយគាត់មានលក់ស៊ុបហត់ផតហើយនឹងគៀវដែរអញ្ចឹងបងប្អូនបើថាគៀវវិញនេះមិនបាច់និយាយមានច្រើនមុខខ្លាំងមែនតើបងប្អូនថាចំហុយជៀនឬក៏ថាបែបជាស៊ុបគៀវអីហ្នឹងអូយញោមគៀវអីក៏ថាមានដែរនៅហ្នឹងនិយាយទៅមកដែលគាត់ធ្លាប់សាករសជាតិគៀវនៅកន្លែងគាត់គឺដឹងតែពីរសជាតិថាឆ្ងាញ់យ៉ាងម៉េចព្រោះដោយសារតែគៀវរបស់គាត់ហ្នឹងគឺថាធ្វើដោយខ្លួនឯងបងប្អូនមិនថាគៀវហាកាវឬក៏សៀលលងប៉ាវអីផ្សេងហ្នឹងគឺគាត់ធ្វើមួយថ្ងៃលក់មួយថ្ងៃអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យគៀវខាងគាត់នេះគឺថាលក់ដាច់មែនតើមកហ្មងបងប្អូនហើយនិយាយទៅគាត់លក់មួយថ្ងៃធ្វើមួយថ្ងៃលក់មួយថ្ងៃអញ្ចឹងណាទៅអស់ធ្វើមកហ្មងបងប្អូនបើថារសជាតិវិញដាក់ជាមួយនឹងទឹកជ្រលក់របស់គាត់បែបហិលតិចចេញមកអូយឆ្ងាញ់ខ្លាំងមែនតើនិយាយទៅកន្លែងគាត់មានច្រើនណាបងប្អូនមិនថាស៊ុប hot pot មិនថាជាប្រភេទគៀវហ្នឹងគឺមានជម្រើសច្រើនណាអញ្ចឹងបងប្អូនចង់ញ៉ាំមួយណាអីមួយណាណាត់ដៃគូយើងមកញ៉ាំបងប្អូនមកសាករសជាតិមកម្ដងទីតាំងរបស់គាត់នេះគឺទីតាំងនៅ IFL ហ្នឹងបងប្អូននេះជាទីតាំងរបស់គាត់គេហៅភូមិមកគ្រឹះគៀវហ្នឹងអញ្ចឹងពេលដែលចូលមកដល់ទៅគឺឃើញភ្ញៀវរបស់គាត់បងប្អូននៅច្រើនមែនតើភ្ញៀវថាចូលមកមិនដាច់មកហ្មងបងប្អូនចូលប្រដាក់គ្នារហូតហើយទីតាំងរបស់គាត់នេះគឺមាន4សាខាបងប្អូននៅ Norton មាននៅ Pensol មាននៅ Vanda ហើយនៅខាងសាខា IFL ដែលខ្ញុំកំពុងមកនេះហើយគេមានការសំបន្ទុកពេលដែលយើងមកញ៉ាំបានបានអីបានបានដូរបានអីចឹងហើយគេមានលេងហ្គេមចាប់យករង្វាន់ជាច្រើនថែមទៀតបងប្អូនអញ្ចឹងចង់ដឹងព័ត៌មានកាន់តែច្បាស់ហ្នឹងបងប្អូនអាច check ទៅថា Facebook page ឬក៏ TikTok របស់គាត់បានណាដើម្បីឲ្យថាដឹងព័ត៌មានកាន់តែច្បាស់កាន់តែបន្ថែមអញ្ចឹងបងប្អូនចង់ទៅញ៉ាំអីអាចមកសាខា IFL ក៏បានឬក៏ទៅសាខាថ្មីដែលនៅ Pensol ហ្នឹងក៏បានដែរឬក៏សាខាផ្សេងទៀតណា Bye